បាទសួស្តីបងប្អូនអ្នកចិញ្ចឹមមាន់ថ្មីទាំងអស់គ្នាហ្នឹងហើយមានបងប្រុសម្នាក់គាត់លើកជាសំណួរថាតើយើងគួរតែធ្វើទ្រុងកូនមាន់ហ្នឹងឲ្យត្រូវស្តង់ដារហ្នឹងយើងអាចគួរតែធ្វើតតឹងប្រមាណបដោយប្រមាណដែលល្អណាជាយោបល់ខ្ញុំចង់បញ្ជាក់ទៅបងប្រុសហើយនឹងទៅបងដែលមានបំណងចង់ចិញ្ចឹមមាន់ថ្មីណាការសាងសង់ឬក៏ការថែទាំទ្រុងកូនមាន់ឬក៏អ្នកខ្លះគេហៅទ្រុងស្អំកូនមាន់ណាគឺយើងធ្វើទៅតាមដងស៊ីតេចំនួនមាន់ដែលយើងចាក់ស្ដែងដូចជាទ្រុងរបស់ខ្ញុំគឺមានຂະຫນាតមានអីនៅក្នុងហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមើលដើមវីដេអូដំបូងទៅវាមានຂະຫນាតគំរូកម្ពស់តតឹងបដ ாய் ឯងប៉ុន្តែខ្ញុំចង់បញ្ជាក់នៅក្នុងវីដេអូនេះខ្ញុំថាការសាងសង់ទ្រុងថែកូនមាន់នេះឬក៏យើងហៅទ្រុងស្អំកូនមាន់នេះគឺយើងធ្វើទៅតាមលទ្ធភាពរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងមុននឹងយើងសាងសង់ទ្រុងយើងត្រូវមានគោលដៅមួយថាយើងគួរតែដាក់កូនមាន់ហ្នឹងចំនួនប្រមាណអញ្ចឹងកាលណាដែលយើងដឹងចំនួនដងស៊ីតេនៃចំនួនកូនមាន់ដែលយើងដាក់ហើយអញ្ចឹងយើងធ្វើទៅតាមលទ្ធភាពរបស់បងប្អូនទាំងអស់គ្នាណាហើយការធ្វើនេះមិនមែនសំដៅថាតើធ្វើដែកធ្វើឈើល្អអាហ្នឹងមិនហៅថាស្តង់ដារទេសំខាន់បើយើងពាក្យថាស្តង់ដារសម្រាប់កូនមាន់សំខាន់ធ្វើម៉េចទ្រុងហ្នឹងឲ្យមានដងស៊ីតេត្រូវទៅតាមຂະຫນាតរបស់វាហើយទ្រុងស្អំកូនមាន់ហ្នឹងគឺកាក់ក្តៅដល់សម្រាប់កូនមាន់ណាព្រោះដោយសារតែកូនមាន់សប្តាហ៍ទី1សប្តាហ៍ទី2វាត្រូវការកម្ដៅខ្លាំងកម្ដៅអាចចន្លោះពី33ទៅ35អង្សាសេអញ្ចឹងបងប្អូនទាំងអស់គ្នាអាចធ្វើទៅតាមលទ្ធភាពទៅហើយការក្រាលអង្កាមក្រាលបេឬក៏ក្រាលអ្វីក៏ដោយនិយាយទៅយើងធ្វើទៅតាមតំបន់របស់បងប្អូនទាំងអស់គ្នាណាបើសិនជាតំបន់របស់យើងសបោច្បើងសបោអង្កាមគឺយើងដាក់ទៅតាមតំបន់ទៅយើងគ្រាន់តែយល់ដឹងថាកូនមាន់របស់យើងវាត្រូវការកម្ដៅបើសិនជាកូនមាន់យើងខ្វះកម្ដៅអញ្ចឹងវាធ្វើឲ្យកូនមាន់របស់យើងខ្សោយអញ្ចឹងកាលណាតែកូនមាន់យើងខ្សោយគឺវាប្រឈមនឹងជំងឺផ្សេងហើយអញ្ចឹងបងថ្មីទាំងអស់គ្នាព្យាយាមធ្វើយ៉ាងម៉េចក៏ដោយឲ្យទ្រុងកូនមាន់របស់យើងគឺត្រូវតែមានកម្ដៅហើយការផ្ដល់កម្ដៅគឺយើងធ្វើទៅតាមលទ្ធភាពដែរនិយាយទៅណាហើយទៅតាមតំបន់របស់បងប្អូនដែរការផ្ដល់កម្ដៅកន្លែងខ្លះបងខ្លះគាត់អត់មានភ្លើងអគ្គិសនីបងទាំងអស់ពេលខ្លះអាចប្រើជាធ្យូងកម្ដៅទៅហើយអ្នកខ្លះក៏បើសិនជាចំនួនមាន់យើងតិចយើងអាចដាក់ឡាំងឬក៏កេះទៅតាមតំបន់ឬក៏ទៅតាមចំនួនមាន់ដែលយើងមានណាយើងមិនអាចឃើញដូចជាក់ស្ដែងដូចមាន់ខ្ញុំអញ្ចឹងកាលណាដែលឃើញមាន់ខ្ញុំច្រើនទ្រុងខ្ញុំធំស្អាតអញ្ចឹងគឺយើងធ្វើទៅតាមដូចខ្ញុំបញ្ជាក់យើងធ្វើទៅតាមលទ្ធភាពនៃចំនួនមាន់របស់យើងសំខាន់បំផុតយើងត្រូវដឹងពីតម្រូវការរបស់កូនមាន់មិនថាទឹកមិនថាចំណីកម្ដៅដងស៊ីតេទេអញ្ចឹងបងប្អូនទាំងអស់គ្នាទៅព្យាយាមស្វែងយល់ពីតម្រូវការនឹងឲ្យអស់សិនអញ្ចឹងបើសិនជាយើងចង់ដឹងដល់ការសាងសង់ទ្រុងប៉ុន្តែបើសិនជាយើងអត់ដឹងចំនួនដងស៊ីតេចំនួនមាន់ដែលយើងចង់ដាក់ទេគឺវាមានផលលំបាកក្នុងការចិញ្ចឹមណាព្រោះដងស៊ីតេនេះបើយើងនិយាយមែនតើទៅវាដើរតួនាទីសំខាន់ណាស់ក្នុងការចិញ្ចឹមមាន់បើសិនជាយើងអត់ដឹងចំនួនដងស៊ីតេដែលយើងចង់ដាក់ទេធ្វើឲ្យយើងមានបញ្ហាในការសាងសង់ទ្រុងណាអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងទាំងអស់គ្នាព្យាយាមមើលសិក្សាពីចំនួនដងស៊ីតេចំនួនមាន់ដែលខ្ញុំដាក់នៅលើដើមវីដេអូណាមើលទៅហើយនៅគំរូទ្រុងក៏ខ្ញុំដាក់នៅលើដើមវីដេអូហ្នឹងដែរហ្នឹងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាបើសិនជាមានចម្ងល់មានបញ្ហាអាចសួរបានហ្នឹងហើយអរគុណច្រើន